សួស្តីបងប្អូនបងប្អូនស្គាល់ផ្លែនេះនេះហើយបងប្អូនខ្លះហើយជាធ្លាប់ឃើញតែអត់ដឹងឈ្មោះឬក៏បងប្អូនខ្លះអត់ច្បាស់ថាវាជាផ្លែអីដោយសារផ្លែប្រភេទនេះមានច្រើនប្រភេទដែលផ្លែវាចេញមកដូចគ្នាស្តៀងគ្នាណានេះដោយសារភ្លៀងមួយមេបងប្អូនមើលនេះធ្លាក់ណាផ្លែវាធ្លាក់ពេញដីបងប្អូនណាធ្លាក់ពេញដីនោះសិតតផ្កាហ្នឹងសំទោសសិតតផ្លែស្អាតមែនទែននេះដោយសារដីយើងចាក់ក្រហមទៅតតែផ្លែវាធ្លាក់មកឲ្យយើងមើលទៅវាអត់សូវស្អាតណាហើយនេះដើមវាអញ្ចឹងនេះបងប្អូនអានេះដើមទូចទេបើខាងនោះទៅដើមខ្ពស់នោះអានោះដើមខ្ពស់ក៏ប៉ុន្តែយើងមើលនេះស្អាតរុះពេញហ្នឹងអានេះនៅពេលដែលវាទុំមកក្មេងៗចូលចិត្តបរោះវាបោះវាបរោះអានេះប្រហែលជាវាអត់តាន់ទុំទេដោយសារតែខ្យល់នេះក្របវាអានេះក្របវាអញ្ចឹងនេះយើងហៅថាផ្លែឈើទាលនេះដើមវានេះបងប្អូនទៅអង្គរវត្តអីទៅឃើញហើយអាណាដើមរៀងធំហើយសឡូនហើយដើមរៀងសអាហ្នឹងហើយឈើទាលបើកគីដើមវាភាគច្រើនទូចហើយរៀងខ្មៅហ្នឹងហើយបើឈើទាលស្រួលមើលទេឲ្យតែត្រង់ហើយធំហើយរៀងសបែបហ្នឹងគឺឈើទាលហើយស្លឹករៀងធំអញ្ចឹងណាហើយផ្លែវាគឺបែបហ្នឹងនេះផ្លែវាគឺបែបហ្នឹងបងប្អូនគឺធំហើយជាអាចថាប៉ិនមេជើងឬក៏ធំជាងមេដៃបន្តិចហើយស្លឹកវាគឺបែបហ្នឹងទំហំវាប៉ុណ្ណឹងបើកគីគឺទូចជាងហ្នឹងល្អិតហើយជាស្លឹកវាហើយជាប៉ិននេះប៉ិនកូនដៃទេខ្លីទេពណ៌លឿងតែបើឈើទាលគឺបែបហ្នឹងបងប្អូនមើលទៅនេះហើយនៅដើមផ្សេងទៀតដែលផ្លែវាដូចគ្នាណាគឺមានផ្ចឹកមានដើមផ្សេងទៀតដូចផ្ចឹកកគីដើមអីហ្នឹងយល់មានច្រើនទៀតតែនេះចង់បង្ហាញបងប្អូនថាដើមឈើទាលគឺផ្កាវាផ្លែវាគឺបែបហ្នឹងហើយផ្កាវាក៏ធ្លាប់ធ្វើវីដេអូបង្ហាញម្ដងដែរផ្កាវាក្អូបបងប្អូនក្អូបផ្អែមហើយមានលក្ខណៈជូរផ្អែមមិនដឹងពីពណ៌នាបែបណាដោយសារវាក្អូបមែនទែនផ្កាវាស្អាតហើយក្អូបផ្កាឈើទាលហើយជាបងប្អូនខ្លះហើយជាមិនដែលឃើញទេបើអ្នកទៅអង្គរប្រហែលជាអាចឃើញផ្កាវារស់ណាហ្នឹងហើយអញ្ចឹងវីដេអូនោះមានប៉ុណ្ណឹងបងប្អូននេះស្អាតមែនទែនអរគុណច្រើន